ជាថ្ងៃនេះបានពីវត្តដែរចេញពីសិក្ខាសាលាមកវត្តស្វែងគុំកំសត់ណាស់វត្តស្វែងអង្គមមានយាយតែ4-10នាក់ទេមកសូត្រវិសាខបូជាហើយព្រះអង្គក៏មានព្រះអង្គតិចដែរមានតែ2ព្រះអង្គទេមកសូត្រវិសាខបូជាញាតិញោមនៅចំណោះជើងវត្តស្វែងអង្គមអត់សូវមានទេមាន4-10នាក់តែប៉ុណ្ណោះទេឆ្នេះក៏បានមកស្ដាប់លោកសូត្រវិសាខបូជាចាមានមេព្រះអង្គទៀតទៅនិមន្តមកញាតិញោមនៅជុំវិញសិតតែផ្ទះធំប៉ុន្តែមិនសូវមានញាតិញោមចូលរួមវិសាខបូជាទេមានញាតិញោមតិចបំផុតកំសត់ម្លេះវត្តនៅក្នុងក្រុងចានេះហើយយកផ្កាមកថ្វាយលោកឪនៅវត្តកេសារាមចានេះនៅវត្តកេសារាមម្ដងមកបានពីវត្តដែរក៏ប្រតែពីថ្វាយផ្ការបស់ព្រះអង្គហើយក៏មកចូលរួមនៅវត្តកេសារាមចាដូច្នេះមានពុទ្ធបរិស័ទញាតិញោមមកចូលរួមយ៉ាងច្រើនកុះកខុសពីវត្តស្វ័យអង្គមដែលអត់មានញាតិញោមចាដូច្នេះកំពុងតែចាប់ផ្ដើមដុតប្រទីបញាតិញោមដុតប្រទីបបន្តបន្ទាប់ហើយក៏បានចូលរួមដុតនឹងគេដែរចាដូច្នេះញាតិញោមច្រើនណាស់ជាវត្តដែលមានប្រជាប្រិយភាពនៅក្នុងក្រុងសៀមរាបចាដុតប្រទីបបូជាភ្លើងឲ្យមានវិជាឲ្យមានពន្លឺដូចភ្លើងថ្វាយដល់ព្រះសាស្តាជាតិណាមារួចផុតចាកទុកទាំងឡាយទាំងពួងសូមឲ្យរួចផុតចាកទុកទាំងឡាយទាំងពួងមានវិជាពងខ្ពស់ភ្លឺដូចប្រទីបសូមឲ្យសុខភាពល្អកូនចៅមានសុខភាពល្អក្រុមគ្រួសារទាំងមូលចានេះរូបតែពីដុតហើយគឺមានរូបស្រស់ស្អាតណាស់ការឈូកចារូបការឈូកចានេះខាងក្រៅវត្តចាការរៀបចំតុបតែងយ៉ាងស្រស់ស្អាតរបស់ព្រះតេជគុណនៅក្នុងវត្តតែម្ដងគឺមើលទៅរូបកាយឈូកគឺស្រស់ស្អាតណាស់ហើយអក្សរគឺវិសាខបូជាដោយសារការដុតមិនទាន់អស់ទៅមើលអត់ទាន់ឃើញរូបរាងច្បាស់លាស់ចាជួបមគ្គផលទាំងអស់គ្នានៅថ្ងៃវិសាខបូជារួចផុតចាកទុកទាំងអស់សាធុ